នាថ្ងៃទី22ខែមេសានៅវិមានប្រធានរដ្ឋវៀតណាមលោកតូលឹមអគ្គលេខាបកប្រធានរដ្ឋវៀតណាមនិងលោកជុំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនលោកលីយេមៀងប្រធានាធិបតីកូរ៉េខាងត្បូងនិងលោកជុំទាវតែអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី21ដល់ថ្ងៃទី24ខែមេសាកាំភ្លើងធំចំនួន21គ្រាប់ត្រូវបានបាញ់ពីបារម្ភរាជវាំងថងឡំដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងនិងលោកជុំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមបន្ទាប់មកលោកតូលឹមអគ្គលេខាបកប្រធានរដ្ឋបានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមហើយមេដឹកនាំទាំងពីរបានអញ្ជើញទស្សនាពិធីពយុហយាត្រាស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមនេះជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកលីយេមៀងប្រធានាធិបតីកូរ៉េខាងត្បូងដែលអញ្ជើញមកប្រទេសវៀតណាមក្នុងឋានៈថ្មីហើយជាប្រមុខរដ្ឋបរទេសដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមបន្ទាប់ពីរដ្ឋសភាវៀតណាមនីតិកាលទី16បានសម្រេចការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋឡើងវិញបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចលោកតូលឹមអគ្គលេខាបកប្រធានរដ្ឋវៀតណាមនិងលោកលីយេមៀងប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញជួបពិភាក្សាការងារក្នុងជំនួបពិភាក្សាការងារលោកតូលឹមអគ្គលេខាបកប្រធានរដ្ឋវៀតណាមនិងលោកលីយេមៀងប្រធានាធិបតីកូរ៉េខាងត្បូងបានឯកភាពគ្នាលើកខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ជាច្រើនរួមទាំងការខិតខំសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន$150,000 លានអាមេរិកនៅឆ្នាំ2030លោកលីយេមៀងប្រធានាធិបតីសង្ឃឹមថាកូរ៉េខាងត្បូងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនាពេលខាងមុខរបស់ប្រទេសវៀតណាមមេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យជាច្រើនជាពិសេសគឺបញ្ញាសិប្បនិម្មិតទូរគមនាគមន៍សន្តិសុខតាមអ៊ីនធឺណិតនិងការធ្វើបរិវត្តកម្ម Digital ភាគីទាំងពីរបានឯកភាពគ្នាបន្តគាំទ្រនិងការពារសិទ្ធិស្របច្បាប់របស់សហគមន៍នៃប្រទេសនីមួយៗដែលកំពុងរស់នៅសិក្សានិងធ្វើការនៅក្នុងប្រទេសម្ខាងទៀតរួមទាំងគ្រួសារពហុវប្បធម៌ផងដែរទន្ទឹមនឹងនោះបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងបណ្ដាមូលដ្ឋាននានាលោកតូលឹមអគ្គលេខាបកប្រធានរដ្ឋបានស្នើឲ្យកូរ៉េខាងត្បូងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងឧស្សាហកម្មកំសាន្តចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយទេសចរណ៍និងផ្លាស់ប្តូរបទពិសោធន៍អំពីកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគីឋានៈដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានចែករំលែកចក្ខុវិស័យជាយុទ្ធសាស្ត្ររួមស្ដីពីការរក្សាសន្តិភាពនិងថេរភាពនៅសមុទ្រខាងកើតដោយធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ដែលអនុលោមតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ1982ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញសន្តិភាពនៅលើឧបទ្វីបកូរ៉េបន្ទាប់ពីកិច្ចពិភាក្សាឋានៈដឹកនាំទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន12រវាងវៀតណាមនិងកូរ៉េខាងត្បូង